បាទសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមានរូបភាពមួយសន្លឹកដើម្បីឲ្យបងប្អូនយកទៅមើលហើយអាចពិចារណាបានទៅលើរូបភាពមួយនេះរូបភាពមួយនេះគេចង់និយាយពីប្រៀបធៀបការប្រៀបធៀបគ្នាពេលដែលយើងចាប់ផ្ដើមគោលដៅអ្វីមួយយើងតែងតែសម្លឹងមើលនៅអ្នកដែលសម្រេចបាននូវលទ្ធផលនៃគោលដៅនឹងហើយសម្រាប់យើងឬក៏គ្នាយើងផ្សេងទៀតអាចជាមានការប្រៀបធៀបទៅនឹងអ្វីដែលគេសម្រេចបានពេលដែលយើងចាប់ផ្ដើមពីចំណុចដំបូងយើងមិនបាច់ទៅប្រៀបធៀបនៅអ្វីដែលគេសម្រេចបានទេដោយសារអីពីពួកគេមិនមែនទើបតែចាប់ផ្ដើមដូចយើងទេប៉ុន្តែពេលដែលគេចាប់ផ្ដើមដូចយើងស្ថានភាពគេគឺមិនខុសពីយើងប្រហែលទេបើសិនជាយើងនៅតែប្រៀបធៀបនៅជីវិតគេជីវិតយើងជីវិតគេល្អជាងយើងគ្រួសារគេប្រសើរជាងយើងគ្មានថ្ងៃសម្រេចបាននូវគោលដៅដែលខ្លួនឯងចង់បានទេអញ្ចឹងអ្វីដែលបងប្អូនយើងអាចធ្វើបានគឺមើលឲ្យច្បាស់នៅគោលដៅរបស់ខ្លួនឯងមើលឲ្យច្បាស់នៅក្តីសម័យដែលខ្លួនឯងចង់បានហើយចាប់ផ្ដើមបង្កើតវាដោយការប្រុងប្រយ័ត្នពីព្រោះពួកគាត់ដែលសម្រេចបាននៅគោលដៅក្តីសម័យភាពជោគជ័យដែលគាត់ទទួលបាននោះគឺសុទ្ធតែចាប់ផ្ដើមពីចំណុចតូចៗដែលយើងកំពុងតែចាប់ផ្ដើមនឹងឯងដោយពាក្យមួយថារាល់សមិទ្ធផលធំត្រូវផ្ដើមចេញពីចំណុចតូចមួយអញ្ចឹងគ្រប់សមិទ្ធផលទាំងអស់គ្រប់ភាពជោគជ័យនៃជីវិតទាំងអស់គឺត្រូវចាប់ផ្ដើមពីចំណុចតូចដែលយើងកំពុងតែកសាងហ្នឹងឯងហើយបើយើងអត់ចាប់ផ្ដើមពីនឹងទៅទេយើងចេះតែសម័យចង់បាននៅអ្វីដែលយើងឃើញភ្លាមដែលគេកំពុងតែសម្រេចបានហ្នឹងអញ្ចឹងយើងគ្មានថ្ងៃទទួលបានការចាប់ផ្ដើមទេហើយយើងអាចគិតរឿងផ្សេងទៅលេងល្បែងភ្នាល់ទៅបង្កើតជាអំពើឆបោកផ្សេងដែលយើងគិតថាការដែលយើងចាប់ផ្ដើមនេះយូរណាស់មិនដឹងពេលណាសម្រេចបានទេអញ្ចឹងសូមបងប្អូនអរគ្នាកុំគិតដូចនេះយើងត្រូវគិតថាថ្ងៃដំបូងនៃការចាប់ផ្ដើមរបស់យើងវានឹងមានទីបញ្ចប់នឹងជាទីដែលយើងសម្រេចបានតែបើយើងអត់មានការចាប់ផ្ដើមពីដំបូងអត់មានការរៀបចំផែនការជាដំបូងទេយើងមិនអាចមានការសម្រេចបាននូវគោលដៅអនាគតយើងបានទេដោយបងប្អូនឃើញរូបភាពនេះអញ្ចឹងបរិយាម្នាក់គាត់អង្គុយនៅក្នុង year 1 និង year 2ហើយគាត់សម្លឹងមើលទៅបរិយាម្នាក់ទៀតដែលនៅលើ year 10ឆ្នាំទី10ពេលដែលយើងនៅក្នុងឆ្នាំទី1ដូចជាការដែលយើងចាប់ផ្ដើមអញ្ចឹងដូចជាការដែលយើងរៀនសូត្រចឹងគឺវាមិនទាន់មានអីទេវាលំបាកវាហត់នឿយវាបរាជ័យវាដួលប៉ុន្តែយើងកុំបោះបង់ never giving up គឺបានន័យថាយើងមិនបោះបង់ទេគោលដៅដែលយើងត្រូវទៅទោះបីជាមានឧបសគ្គមានការលំបាកមានការហត់នឿយយ៉ាងណាក៏ដោយគឺយើងនៅតែឆ្ពោះទៅរកគោលដៅដែលយើងចង់បាននោះថ្ងៃណាមួយបងប្អូននឹងបានដល់នៅអ្វីដែលបងប្អូនចង់បាន10ឆ្នាំក្រោយ15ឆ្នាំក្រោយយើងនឹងទទួលបានលទ្ធផលដូចគ្នាដូចដែលយើងតែងតែសម័យថាគេអស្ចារ្យគេប្រសើរគេគ្រាន់បើប៉ុន្តែយើងកុំភ្លេចថាពួកគាត់សិតតែជាអ្នកដែលចាប់ផ្ដើមពីគោលដៅទូចចាប់ផ្ដើមពីចំណុចទូចដែលគាត់សម្រេចបាននូវគោលដៅរបស់គាត់អញ្ចឹងបងប្អូនអរគ្នាក៏អាចដូចជាគាត់ដែរតែកុំបោះបង់នៅគោលដៅដែលយើងចង់បានធ្វើអ្វីមួយត្រូវតែច្បាស់លាស់ធ្វើអ្វីមួយត្រូវតែជឿជាក់ធ្វើអ្វីមួយត្រូវតែមានផែនការនឹងយើងនឹងសម្រេចបាន
ចឹងកុំប្រៀបធៀបស្ថានភាពចាប់ផ្ដើមរបស់អ្នកនៅនឹងស្ថានភាពពាក់កណ្ដាលរបស់អ្នកផ្សេងគឺយើងមើលតែគោលដៅរបស់យើងមើលតែក្តីសម័យរបស់យើងហើយរៀបផែនការឲ្យច្បាស់លាស់ហើយដើរទៅតាមនឹងដោយប្រុងប្រយ័ត្នអញ្ចឹងបងប្អូននឹងទៅដល់ទីតាំងទៅដល់គោលដៅទៅដល់ការសម្រេចបានរបស់បងប្អូនដូចគ្នាមនុស្សយើងពីមួយសម័យទៅមួយសម័យគឺតែងតែមានការវិវត្តខុសៗគ្នាសម័យបច្ចុប្បន្ននេះគឺគេប្រើគូក្បាលចំណេះជំនាញភាពប៉ិនប្រសប់ភាពក្លាហានគឺបងប្អូននឹងអាចទៅដល់នៅអ្វីដែលបងប្អូនចង់បានដែរអញ្ចឹងសូមឲ្យបងប្អូនអរគ្នាព្យាយាមមើលគោលដៅរបស់ខ្លួនឯងកុំបាច់ទៅប្រៀបធៀបនៅអ្នកដទៃមើលពីក្តីសម័យរបស់ខ្លួនឯងកុំបាច់ទៅប្រៀបធៀបជាមួយអ្នកដទៃអ្វីដែលយើងចង់បានគឺយើងធ្វើវាយឺតបន្តិចក៏មិនអីដែរតែកុំបោះបង់ចឹងសង្ឃឹមថាបងប្អូនអរគ្នានឹងបានជាចំណេះដឹងហើយពង្រឹងលើសមត្ថភាពខ្លួនឯងបន្ថែម